តំណាងរាជមណ្ឌលកំពង់ចាមចុះសួរសុខទុក្ខនាំយកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន50គ្រួសារដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងនាមឯកឧត្តមលន់លន់ថៃអ្នកតំណាងរាជមណ្ឌលកំពង់ចាមនិងជាលេខាធិការគណៈកម្មការទី3នៃរដ្ឋសភាគឺបានអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន50គ្រួសារស្ថិតនៅឃុំសំពង់ជ័យស្រុកជើងព្រៃខេត្តកំពង់ចាមនាថ្ងៃទី16ខែឧសភាឆ្នាំ2026កន្លងទៅនេះក្នុងឱកាសនោះឯកឧត្តមក៏បានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហារដ្ឋសភាធិបតីខួនសូដារីប្រធានរដ្ឋសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបណ្ឌិតសភាចាម៉ាឈឿននិងថ្នាក់ដឹកនាំពាក់ព័ន្ធគឺតែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ជំនឿសាសនាពណ៌សម្បុរនោះទេនៅក្នុងឱកាសនោះឯកឧត្តមក៏បានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្នដែលប្រទេសកំពុងប្រឈមជួបបញ្ហាព្រំដែនស្ថានភាពសេដ្ឋកិច្ចសកលដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរួមទាំងបានបញ្យល់អំពីសារៈសំខាន់នៃច្បាប់កាតព្វកិច្ចយោធាដែលជាកត្តាជួយពង្រឹងស្មារតីជាតិនិយមសាមគ្គីភាពនិងការពារមរណភាពទឹកដីជាតិដោយសូមឲ្យបងប្អូនប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានានានិងបន្តថែរក្សាសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានថ្លែងអំណរអគុណនិងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវនិងការលើកទឹកចិត្តឲ្យបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីរួមចំណែកលុបបំបាត់បញ្ហាអបាយមុខអសន្តិសុខនានាដែលអាចរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិនិងបានផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យខិតខំប្រកបរបរចិញ្ចឹមជីវិតពង្រឹងជីវភាពគ្រួសារនិងជំរុញកូនចៅឲ្យខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពសម្រាប់សង្គមជាតិទន្ទឹមនេះដែរឯកឧត្តមក៏បានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពនិងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុដែលអាចបង្កបញ្ហាផ្សេងៗដោយមិនបានរំលឹកទុកនៅក្នុងឱកាសសំណេះសំណាលខាងលើនេះដែរឯកឧត្តមលន់លំថៃក៏បាននាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋចំនួន50គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមទឹកត្រីមួយយួរទឹកស៊ីអ៊ូមួយយួរមីមួយកេសនិងថវិកា50000រៀលនិងបានឧបត្ថម្ភថវិកាជូនកម្លាំងនគរបាលប្រជាការពារចំនួន13នាក់ដោយក្នុងម្នាក់ទទួលបាន20000រៀលផងដែរ